ពេលខ្លះដើម្បីក្តីស្រមៃយើងត្រូវចាក់ចេញពីផ្ទះចាក់ចេញពីមនុស្សជាទីស្រឡាញ់ឬពេលខ្លះចាក់ចេញពីខ្លួនឯងពីមុនមកដល់ប្រទេសថ្មីទឹកដីថ្មីសំណួរដែលសួរខ្លួនឯងម្ដងមកកាលនោះគឺតើការចាក់ចេញនោះពិតជាសមនឹងតម្លៃមែនអត់ការចាប់ផ្ដើមថ្មីពេលខ្លះមិនសូវមានភាពអ៊ូអរអស្ចារ្យអ្វីនោះទេពេលខ្លះគឺចាប់ផ្ដើមពីបន្ទប់ទទេបាយល្ងាចម្នាក់ឯងនៅដល់យប់ជ្រៅបំពេញការងារឬដើរតាមផ្លូវតែតោដោយគ្មានគោលដៅច្បាស់លាស់យើងផ្លាស់ប្ដូរទៅកន្លែងថ្មីភាសាថ្មីមនុស្សជុំវិញខ្លួនក៏ថ្មីអ្វីគ្រប់យ៉ាងក៏ថ្មីតែនេះជាដំណាក់កាលមួយទៀតនៃភាពលូតលាស់ឬជាដំណាក់កាលមួយទៀតនៃភាពឯកាតែក្នុងដំណើរមួយនេះគិតសពទៅក៏មានអ្វីមួយអស្ចារ្យកើតឡើងដែរយើងបានមកដល់កន្លែងដែលយើងធ្លាប់ស្រមៃរៀនសូត្រនៅអ្វីដែលយើងប៉ងប្រាថ្នាតាំងពីតូចប្រហែលជារៀងហត់បន្តិចមែនតែយើងគួរមានអារម្មណ៍ថាសំណាងដែរមែនអត់តែយើងហត់នឿយធ្វើនៅអ្វីដែលយើងចូលចិត្តនិងដើរតាមក្តីស្រមៃដែលយើងចង់បានយើងទទួលបាននៅឱកាសធ្វើអ្វីថ្មីរៀនសូត្រអ្វីថ្មីជួបមនុស្សល្អអនុស្សាវរីយ៍ដែលនឹកស្មានមិនដល់ពិសេសមិត្តភាពដែលមិនអាចកាត់ថ្លៃបានប្រហែលជាថ្ងៃខ្លះយើងមានអារម្មណ៍ថាមេឃលហលហាវធ្ងន់ងងឹតខ្លាំងមែនទែនតែក៏មានពេលខ្លះដែលយើងមានអារម្មណ៍ថាមោទនភាពចំពោះខ្លួនឯងខ្លាំងដែលហ៊ានសម្រេចចិត្តចាក់ចេញសម្រាប់យើងទាំងអស់គ្នាដែលចាក់ចេញដើម្បីក្តីស្រមៃប្រហែលជាយើងមិនមែននៅផ្លូវនេះតែម្នាក់ឯងទេនៅមានមនុស្សជាច្រើនដែលស្ថិតនៅលើដំណើរនេះជាមួយយើងទោះបីគោលដៅផ្លូវពេលនេះមិនទាន់ច្បាស់លាស់តែយើងត្រូវដឹងត្រឹមថាការលះបង់ពេលនេះការខំប្រឹងពេលនេះការចាក់ចេញពេលនេះនឹងនាំយើងទៅកាន់ក្តីស្រមៃដែលយើងតែងតែប្រាថ្នាចង់បានឬពេលខ្លះទៅដល់ចំណុចមួយដែលយើងនឹកស្មានមិនដល់ផងដែរ